បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមាន model Redmi Note 11មួយដើមដែលមានបញ្ហាជាប់លេខកូដដៃអញ្ចឹងខ្ញុំនឹងធ្វើការ reset និងបង្ហាញអំពីរបៀបក្នុងការដែលយើង reset ឥឡូវនេះខ្ញុំចុចបិទសិនអូខេចុចបិទហើយយើងអូសវាឡើងលើទៅហើយវាបិទម៉ាស៊ីនសិនអូខេបន្ទាប់ពីវាបិទម៉ាស៊ីនរួចហើយយើងចុច volume ខាងលើហ្នឹងអា volume បលាំងសំឡេងហ្នឹងណាចុចវាឲ្យជាប់បន្ទាប់មកទៀតចុចជាមួយនឹងអាប៊ូតុង power របស់យើងហ្នឹងចុចទាំងពីរនឹងឲ្យជាប់គ្នាអញ្ចឹងហើយនៅពេលដែលឃើញ logo បាទយើងបលែងប៊ូតុង power ចេញចំណែកអា volume បូកហ្នឹងគឺយើងទុកនៅដដែលបានន័យថាយើងចុចវាជាប់ដដែលអូខេឥឡូវនេះចេញមកដល់កន្លែងនេះហើយយើងយកកន្លែង web data អញ្ចឹងយើងចុច volume ចុះក្រោមហ្នឹងដើម្បីឲ្យវា select ចុះក្រោមអូខេបន្ទាប់មកទៀតយើងចុចប៊ូតុង power ដើម្បី select យកអូខេបន្ទាប់មកទៀតយើងយកខាងក្រោមគេហ្នឹង web all data យើងចុច volume បន្ថយសំឡេងហ្នឹង volume ចុះក្រោមហ្នឹងអូខេ select លើហើយបន្ទាប់មកទៀតយើងចុចប៊ូតុង power អូខេហើយយើងយក confirm ចុច volume ចុះក្រោមហើយចុចប៊ូតុង power អូខេចាំបន្តិចទេអូខេឥឡូវរួចរាល់ហើយឥឡូវនេះយើងបែកទៅ menu វិញយើងចុចប៊ូតុង power បាទយកលើគេហ្នឹងចុចប៊ូតុង power ម្ដងទៀត reboot to system ចុចប៊ូតុង power ម្ដងទៀតអូខេឥឡូវរួចរាល់ហើយគេរកចាំតិចកន្លែងនេះខ្ញុំសាងវីដេអូដើម្បីវាលឿនបន្តិចព្រោះកន្លែងនេះនឹងយូរអូខេឥឡូវរួចរាល់ហើយយើងទៅ setting about phone បាទនេះ model Redmi Note 11បាទអូខេខ្ញុំមានប៉ុណ្្នឹងឯង Thank you for watching